សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំមករៀនពីរបៀប model column backplate អញ្ចឹងយើងចូលមក application and component យើង search code របស់វា1068អូខេមួយនេះតែផ្លេចលើវា2ដងអញ្ចឹងយើង load យកទិន្នន័យចាស់របស់យើងដែលយើងធ្លាប់បង្កើតជាពាក្យ load មកអញ្ចឹងទិន្នន័យយើងវាមកហើយអញ្ចឹងយើង input data បែបនេះយើងដាក់100 150 100យើង chamfer 15 mm ព្រោះ path and plate យើងកម្រាស់25 B យើង320 flange stiffener យើង10 material របស់យើង A5.2 GR 50ចូលមក ball សាវយើង30 4.6 HOH អូខេអញ្ចឹងយើង input ball spacing របស់យើងបែបនេះហើយយើងចូលមក anchor road ចែក anchor road របស់យើងគឺ30តាមមកយើង input anchor ball របស់យើង J ball របស់យើងគឺ input ទិន្នន័យបែបនេះអូខេអញ្ចឹងយើង save វាទៅយើង modify apply អូខេអញ្ចឹងយើង pick path អញ្ចឹងយើង pick path មួយមកតទៅទៀតយើង pick a position អញ្ចឹងយើង pick position កណ្ដាលនេះអញ្ចឹងយើងបាន column backplate របស់យើង